Ok, chứ ngày nay mình vì tổ muối tại tôi làm hạt muối cứ cái convert vì decimal từ binary cứ bấm lại vì cô đọc từ căn cô phí đòi dương phơ ca chạy trừ mùi phí thì nếu dương giờ tại tôi nâng mediancy và plus máu hay dương khởi trừ mùi state cho mình thì bố gửi admin dương say ta structure bỏ xì plus máu dương include từ library bỏ state mùi máu và tôi dương include từ library bỏ state nói dương chấp đam tàng máu cho nhiều miền decimal chúng ta vị tríចំនួនគត់ decimal ជាចំនួនគត់ហើយទៅលើ state របស់ខ្ញុំកើតវាជា binary ដែលវាជាចំនួនគត់ដូចគ្នាដល់ពេលដែលយើងប្រកាសទៅលើ variable ហើយយើងចាប់ផ្ដើមឲ្យគេ user បញ្ចូលទិន្នន័យទាំងអស់ហ្នឹងនៅក្នុងកុំព្យូទ័រដោយលក្ខណៈថាតាម keyboard ហើយបន្ទាប់មកខ្ញុំមានលក្ខខណ្ឌមួយបើសិនបើ user ហ្នឹងគាត់បញ្ចូលមកវាលេខហ្នឹងវាតូចជាង0គឺតូចជាង0មានន័យថាវាមានលេខ0លេខដក1ដក2ដក20ដក10ឬក៏ដក100ដក1000ចឹងឯងអញ្ចឹងលេខទាំងអស់ហ្នឹងវាតូចជាង0ទេករណីវាតូចជាង0អញ្ចឹងយើងអាចខ្ញុំអត់យើង load business មួយទៅឲ្យ user ថាយើងអាច convert negative ហ្នឹងទៅជា binary បានទេអញ្ចឹងឲ្យគាត់ហ្នឹងជាម្ដងទៀតក៏ប៉ុន្តែគោលបំណងខ្ញុំធ្វើនេះខ្ញុំចង់បានតែចំនួនគត់ទេដែលយើងយកទៅបំលែងទៅគោពីគោ10ទៅកាន់គោ2ខ្ញុំអត់យកពី negative បំលែងទៅគោ2ទេករណីយើងយកពី negative ទៅកាន់គោ2យើងត្រូវការសរសេរទៅលើ convert ពី3តង់បន្ថែមទៀតអូខេបន្ទាប់ពីយើងដាក់ mistake នឹងហើយយើងមានloop 2ព្រោះណាខ្ញុំប្រើសម្រាប់ខ្ញុំប្រើទៅលើ while loop ទាំងពីរយើងអាចប្រើ loop for ឬក៏អីបានទេដោយសារតែ for loop តើយើងដឹងពីចំនួននៃជុំនៃវារត់ប្រមាណជុំបានយើងអាចប្រើនៅ for loop បានករណីថាយើងអត់ដឹងចំនួនជុំរបស់ទិន្នន័យយើងទេយើងអាចប្រើបានតែត្រឹម while loop តែប៉ុណ្ណោះអញ្ចឹងក្នុង while loop នេះខ្ញុំយកឲ្យខ្ញុំប្រៀបធៀបទៅ decimal បើសិនជា decimal ហ្នឹងវាធំជាង0ករណីវាធំជាង0អញ្ចឹងជំហានដំបូងខ្ញុំត្រូវការចាប់សំណល់សញ្ញាចែកនេះគេហៅថា module អាហ្នឹងគឺចែកដូចគ្នាប៉ុន្តែការចែកហ្នឹងគឺការចាប់សំណល់អញ្ចឹងខ្ញុំត្រូវការចាប់សំណល់ដែលខ្ញុំត្រូវការចាប់សំណល់ដែលត្រូវបំលែងហ្នឹងចាប់សំណល់វាហ្នឹងចូលទៅក្នុង state របស់យើងដែលមានឈ្មោះថា binary ករណីថាយើងអត់ចាប់សំណល់ចូលទៅក្នុង state ទេគឺយើងអត់បានទិន្នន័យចេញមកទេព្រោះថាជាចំនួនគោ2គោ10ទៅកាន់គោ2គឺយើងត្រូវចែកទាំង2រហូតទៅដល់ចំនួនហ្នឹងវាស្មើ0ករណីវាស្មើ0ហើយយើងត្រូវយកសំណល់របស់វាហ្នឹងយកពីក្រោមយកឡើងទៅលើយកពីក្រោមឡើងទៅលើវិញអញ្ចឹងទៅបើករណីថាបើយើងអត់ចាប់សំណល់ទេគឺយើងអត់មានលទ្ធសំណល់ដើម្បីបង្ហាញជាទិន្នន័យទេអញ្ចឹងសំណល់អត់អាចចែកមុនមេគុណបានទេអញ្ចឹងយើងត្រូវចាប់សំណល់មុនបន្ទាប់ពីចាប់សំណល់ចូលទៅក្នុង state របស់យើងហើយយើងចាប់ផ្ដើមឲ្យវាហ្នឹងចាប់ផ្ដើមយកតម្លៃ decimal របស់យើងដែលយើងវាយទៅតាម keyboard នឹងឲ្យវាចែកជា2ដើម្បីបានជាគោល2ព្រោះយើងបំលែងពី binary ទៅកាន់គោលបំលែងពី decimal ទៅកាន់គោល2ដែលមានឈ្មោះថា binary បន្ទាប់ពីយើងធ្វើការចាប់ទៅលើសំណល់ហើយយើងក៏បានចែកទៅលើតម្លៃលេខនឹងហើយជាចុងក្រោយគឺយើងបង្ហាញទិន្នន័យទាំងអស់ហ្នឹងមកខាងក្រៅដោយមកខាងក្រៅខ្ញុំមានដាក់ថា mistake មួយដាក់ថា binary ស្មើប្រមាណហើយនៅក្នុងហ្នឹងវាមាន loop មួយទៀតគឺខ្ញុំប្រើ for loop អញ្ចឹងខ្ញុំប្រើលក្ខខណ្ឌប្រសិនបើមិន binary មានន័យថាសញ្ញាមិនករណីថាមិន binary មានថាក្នុង binary ហ្នឹងបើសិនជាវាមិនមានមិន binary ដល់ទៅកាន់ empty បើសិនបើនៅក្នុង binary ហ្នឹងវាអត់មាន empty ទេមិនមានន័យថាមិនមានន័យថាក្នុងហ្នឹងវាមានទិន្នន័យករណីតែវាមានទិន្នន័យគឺចាប់ផ្ដើមឲ្យវាចេញទិន្នន័យហ្នឹងមកចេញទិន្នន័យដែលយើងចាប់សំណល់ហ្នឹងចូលទៅក្នុង binary យើងចាប់ផ្ដើមទាញយក top របស់វា top ទិន្នន័យហ្នឹងមកហើយយើងចាប់ផ្ដើមលុបទៅលើផលចែកដែលយើងអត់ចង់បានហ្នឹងឯងអញ្
ចឹងយើងអ្វីយើងចង់បានតាជាប្រភេទសំណល់យកមកទេចឹងយើងចាប់ផ្ដើម dot method របស់ state គឺ method របស់ state មាន empty ហើយនឹងយក binary ដល់ទៅកាន់ top ចាប់ចំនួនដែលដំបូងគេហើយបន្ទាប់មកយើងចាប់ផ្ដើមលុបទិន្នន័យដែលទាំងណាដែលយើងអត់ចង់បានចេញបើករណីថាយើងអត់លុបទេឥឡូវខ្ញុំរានមួយដែលយើងដាក់នឹងសិនចឹងខ្ញុំចង់បានគោល10ឃើញទេគឺ binary របស់វាគឺ1 0 1 0ឬក៏គោលខ្ញុំចង់បំលែងពី25ទៅកាន់ binary ដូចគ្នាចឹងចំនួនដែលយើងចង់បានគឺ1 1 0 0 1អូខេតែបើករណីថាបើយើងអត់ដាក់នេះទេអញ្ចឹងជាមួយយើងចាប់ដល់ចំនួន top វាមកតើបានចំនួនលេខប៉ុន្មានចឹង25ដូចគ្នាឃើញវាមានន័យថា25វាចាប់បានលេខច្រើនគឺលេខ1រហូតដល់អញ្ចឹងយើងចាប់ដើមលុបដល់លេខណាដែលយើងអត់ចង់បានយើងចង់បានតែលេខណាដែលយើងត្រូវការតែប៉ុណ្ណោះដែលនៅក្នុង stage របស់យើងអញ្ចឹងយើងចាប់ដើមរ៉ានម្ដងទៀត25ពងនេះចឹងវីដេអូបំលែងពី decimal ទៅកាន់ binary គឺមានប៉ុណ្ណឹងទេជួបគ្នានៅវីដេអូក្រោយបំលែងពីreverse word វិញម្ដងអូខេ